រៀបរាប់អំពីប្រវត្តិនៃមេដឹកនាំប្រធានាធិបតីវេណេស៊ុយអេឡាលោកម៉ាដូរ៉ូបន្តិចមើលតើលោកនឹងមានប្រវត្តិបែបម៉េចដែរបានជាសហរដ្ឋអាមេរិកចាប់ខ្លួននឹងបាទនឹងហើយលោកនីកូឡាសម៉ាឌូរ៉ូអាយុមកដល់ពេលនេះគាត់កើតមកដុំថ្ងៃ23ខែវិច្ឆិកាឆ្នាំ1962ដូច្នេះគិតមកដល់ថ្ងៃចាប់ខ្លួននឹងគាត់មានអាយុមកដុំ64ឆ្នាំហើយលោកនីកូឡាសម៉ាដូរ៉ូនេះស្តៀងនឹងមេដឹកនាំផ្ដាច់ការដទៃទៀតដែរនៅលើពិភពលោកជាពិសេសបើប្រៀបធៀបនឹងលោកហ៊ុនសែនវិញក៏មានប្រវត្តិមិនសូវខុសគ្នាប្រមាណដែរការរៀនសូត្រនឹងក៏មិនបានប្រមាណទេមិនបានចប់សាលាមធ្យមសិក្សានឹងបានត្រឹមត្រូវទេថ្នាក់ទី7ថ្នាក់ទី8ដោយលោកហ៊ុនសែនអញ្ចឹងទៅរៀននៅសាលាវត្តរៀនអីអញ្ចឹងទៅរហូតដល់ឡើងកាន់អំណាចទេបានមានសញ្ញាបត្រកិត្តិយសឬមួយក៏មានប្រទេសជាម្ចាស់ដែលគាត់គោរពបូជានឹងបកគលសញ្ញាបត្របណ្ឌិតឲ្យអីចឹងទៅលោកនីកូឡាសម៉ាដូរ៉ូនឹងក៏ដូចគ្នាចឹងដែររៀនបានចប់សាលាមធ្យមសិក្សាចឹងទៅទីបំផុតនឹងក៏ធ្វើជាអ្នកបើកបររថយន្តក្រុងជាអតីតអ្នកបើកបររថយន្តក្រុងទេបន្ទាប់មកទៀតដែលហេតុតែគាត់ជាកម្មករប្រើកម្លាំងកាយអីចឹងទៅជាអ្នកបើករថយន្តអីចឹងទៅគាត់ឡើងคล้ายទៅជាមេដឹកនាំសហជីពមួយគឺនៅក្នុងមេដឹកនាំសហជីពអញ្ចឹងហើយគាត់ចាប់ផ្ដើមងាកទៅរកសង្គមមួយដែលជាសង្គមកុម្មុយនីសជាសង្គមនិយមដូច្នេះហើយបានក៏គាត់ចូលទៅធ្វើជាសមាជិកនៃគណៈបកមួយជាភាសាអង់គ្លេសគេហៅថា United Socialist Party of Venezuela អាចបកប្រែថាគណៈបកសង្គមនិយមបង្រួបជាតិនៃ Venezuela គឺថានៅក្នុងគណៈបកដែលពេលដែលគាត់ចូលទៅក្នុងគណៈបកសង្គមនិយមនឹងហើយបានជាគាត់ចាប់ផ្ដើមលេចមុខលេចមាត់រហូតបានក្លាយទៅជាមនុស្សចំណិតរបស់អតីតប្រធានាធិបតីនៃប្រទេសនេះនឹងគឺប្រធានាធិបតីមុននឹងលោកនីកូឡាសម៉ាឌូរ៉ូនឹងគឺលោក Hugo Chavez គាត់ក្លាយទៅជាមនុស្សចំណិតរបស់លោកHugo Chavez នៅពេលដែលលោកHugo Chavez នឹងបានស្លាប់ទៅនៅឆ្នាំបើខ្ញុំមិនច្រឡំទេស្លាប់ទៅនៅឆ្នាំ2013នៅពេលដែល Hugo Chavez ស្លាប់ទៅនៅឆ្នាំ2013នឹងបានលោក Nicolas Maduro នឹងឡើងកាន់តំណែងជាប្រធានាធិបតីបន្តពីលោក Hugo Chavez នឹងប្រវត្តិដែលខ្លីរបស់លោក Nicolas Maduro បាទដូចជាសំណាងដែរពីអ្នកបើកឡានក្រុងហើយមានវណ្ណៈជាអ្នកធ្វើកិច្ចការងារធម្មតាសោះអាចឡើងខ្លាយទៅជាប្រធានាធិបតីនៃប្រទេសមួយបានដែលមានវាសនាដោយលោកហ៊ុនសែនដែរបាទ